សួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះយើងមានរឿងមួយដែលមានចំណងជើងថាចាបនិងស្ទាំងមានសត្វចាបមួយក្បាលតែងហើរស្វះស្វែងរកអាហារសពទីកន្លែងវាតែងតែចឹកស៊ីគ្រាប់ធញ្ញជាតិជាអាហារហើយពាំយកទៅទុកក្នុងសម្បុកជាបន្តបន្ទាប់ថ្ងៃមួយវាបានហើរហួសពីតំបន់ដែលខ្លួនធ្លាប់រកស៊ីព្រមទាំងរកចំណីបណ្ណាស្រែកច្រៀងបណ្ណាប្រកបដោយក្តីសុខក្រៃលែងរំពេចនោះវាឃើញគ្រាប់ស្រូវជ្រុះរីប៉ាយពាសពេញដីទើបហើរទម្លាក់ខ្លួនសំដៅទៅរកគ្រាប់ស្រូវដោយក្តីត្រេកអរតែថ្ងៃនេះគឺជាថ្ងៃសើយរបស់សត្វចាបកំសត់នេះហើយគ្រាន់តែចុះទៅចឹកបានមួយគ្រាប់ពីរគ្រាប់ស្រាប់តែមានសំណាញ់មួយវាត់ក្លឹបគ្របចិត្តពីលើខ្លួនខំរើមរះយ៉ាងណាក៏មិនរួចអស់ពេលរយូរដែលចាបខំព្យាយាមគេចខ្លួនឲ្យផុតពីសំណាញ់តែក៏នៅតែមិនបានសម្រេចវាក៏ពោលរអ៊ូទាំងអស់សង្ឃឹមថាខាត់ដល់កហើយអញអាពួកស្ទាំងពួកខ្លែងវាឆក់ឆាបបំផ្លាញជីវិតអ្នកដទៃអស់ច្រើនប៉ុណ្ណាក៏មិនដែលមាននរណាធ្វើអីវាឡើយឯរូបយើងវិញគ្រាន់តែស៊ីស្រូវមួយគ្រាប់ក៏ជាប់ទោសប្រហារជីវិតដែរអ្នកដែលមានអំណាចតូចទាបតែងតែខាតបង់និងត្រូវរងគ្រោះដោយសារអ្នកដទៃជាប្រចាំ Sharing for more